សួស្តីទាំងអស់គ្នាទៅកាន់ជួបគ្នាយូរហើយឥឡូវ admin នឹងមកបន្តសាច់រឿងរបស់យើងតែម្ដងកាលវិភាគមុនហ្នឹងបុរសម្នាក់នេះមកជួបអាសឺដើម្បីចង់ដឹងថាគូទៅដឹងរបស់គាត់ហ្នឹងចាប់ជាតិពិតឬក៏អត់ហើយគាត់ក៏ស្ម័គ្រខ្លួនមកធ្វើជាកូនចៅរបស់អាសឺទៀតផងហើយគាត់បានប្រាប់អាសឺថាគាត់បកកែសម្រាប់នៅខ្លាំងមែនតើនេះគាត់នេះមកឃោសនាថាខ្លួនគាត់នឹងគឺជាឃាតករមែនទេគាត់ទៅលឺអញ្ចឹងអាម៉ាន់ភ្ញាក់ផ្អើលបន្តែអាសឺបើជាធ្វើធម្មតាទៅវិញនាងក៏និយាយថាអូខេអញ្ចឹងនៅថ្ងៃអនាគតពេលដែលមានបញ្ហាខ្ញុំនឹងមករំខានលោកជីនហើយណាកុំបាច់គួរសមពេកអីអ្នកនាងហៅខ្ញុំថាកញ្ចាស់ជីនទៅបានហើយព្រោះថាងាររបស់ខ្ញុំគឺស្ថិតនៅអតីតកាលមិនបាច់លើកយកមកនិយាយទៀតនោះទេព្រោះថាឮហើយវាគួរអត់សំណោចណាស់អ្នកទាំងអស់គ្នាម្ដងខ្ញុំប្រើខេបខាតអញ្ចឹងទៅវាមានកន្លែងឲ្យបដូរសំឡេងប៉ុន្តែឥឡូវអាកន្លែងបដូរសំឡេងហ្នឹងគេគិតលុយអញ្ចឹងទៅយើងតាមយតកម្មទៅសំឡេងស៊ីនខ្ញុំវាអត់ព្រោះទេងាកមកមើលជាងជាន់ឯនេះវិញជីសេះឡើងអាំងហើយតែម្ដងដោយសារតាពេលនេះគាត់ត្រូវជូនអាសឺទៅវិហារលីងអ៊ូដើម្បីទៅធ្វើការបន់ស្រន់សុំសេចក្តីសុខបើមើលស្ថានភាពទៅពួកយើងប្រហែលជាអាចទៅដល់វិហារលីងអ៊ូនៅរសៀលនេះមើលទៅប៉ុន្តែចម្លែកណាស់មិនបានជាអ្នកបើកសេះដូរមុខអញ្ចឹងមកដល់វិហារលីងអ៊ូអ្នកនាងនៅខាងមុខនេះហើយគឺជាដំណាក់ខាងក្នុងរបស់វិហារលីងអ៊ូណាឧបាសកឧបាសិកានៅខាងក្នុងនេះហើយគឺជាបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅសូមតាមខ្ញុំមកណាមនុស្សដែលមកបានស្រន់នៅទីនេះភាគច្រើនតើពួកគេមកពីណាទៅតើមានគ្រួសារអ្នកមានណាមកទីនេះដែរអត់គឺឧបាសកឧបាសិកាមកពីគ្រប់ទីលើកលែងតែភូមិឈីងនីវតែប៉ុណ្ណោះអូម្យ៉ាងវិញទៀតកូនស្រីគ្រួសារតកូលយន់និងប្រពន្ធរបស់លោកប្រុសលីក៏អាសាមកទីនេះដែរគ្រួសារតកូលយន់និងតកូលលីឬមួយក៏សាច់ញាតិរបស់ក្មេងស្រីដែលបានស្ដាប់ទៅនោះត្រូវបានគេកប់នៅទីនេះដែរកំពុងតែដើរស្រាប់តែអាសឺរបស់យើងជួបទូប្រុសនៅនឹងតែម្ដងហើយយុវជនរបស់យើងនោះក៏ប្រកែកសម្ដែងដែរតាមពិតមានចេតនាមកជួបគេនៅនឹងប៉ុន្តែមកធ្វើឯងសួរអូបងប្រុសទី2មិនក៏បងមកទីនេះដែរនិយាយទៅឃើញមុខគេហើយធ្វើដូចឯងភ្ញាក់ផ្អើលណាស់អញ្ចឹងតាមពិតដឹងមុនហើយខូចហ្មងលោកបងយូឈីហេតុអីបានជាបងមកទីនេះដែរគឺខ្ញុំមកទីនេះដើម្បីអុជធូបនឹងណាអូពិតជាចៃដន្យមែនខ្ញុំក៏ស្នាក់នៅបន្ទប់ម្ដុំនេះដែរណាអញ្ចឹងលោកមានន័យថាលោកខំធ្វើដំណើរឡើងយូរដើម្បីមកអុជទៅធូបមួយមុខទេមែនទេហើយមកពងសុំអីគេដែរលឺអាម៉ាន់សួរបែបហ្នឹងព្រះសង្ឃអង្គទូចនោះក៏គាត់អួតសរសើរពីវត្តរបស់គាត់ថាវិហារមួយហ្នឹងគឺប្រកែកស័ក្តិសិទ្ធិមែនទែនជាពិសេសអ្នកដែលមកសុំឲ្យឆាប់ដល់គូនឹងណាមិនបានជាគ្រប់គ្នាស្ងាត់អញ្ចឹងកើតអីចេះអីយ៉ាឬមួយក៏ប្អូនស្រីទី4របស់ខ្ញុំមកទីនេះដើម្បីបន់ស្រន់សុំឆាប់បានការប្តីដែរអាគាត់នេះពិតជាងាយស្រួលពេកហើយណាលោកបងយូឈីលោកបងជឿលើរឿងអញ្ចឹងដែរមើលទៅលោកបងក៏មិនចាស់ជាងខ្ញុំប្រហែលដែរមិនគិតថាលោកបងបញ្ញាប់ពេកទេបងប្រុសធម្មតាទេមនុស្សស្រីដែលល្អតែងតែត្រូវគេឆក់បាត់តែមួយជំហានណាក៏អាចយឺតពេលបានដែរដូច្នេះខ្ញុំទៅរើតែប្រញាប់អញ្ចឹងហើយខ្ញុំមកបន់ស្រន់នេះគឺបន់ស្រន់សុំចេញពីចិត្តតែម្ដងណាបងប្រុសទី2បងកំឡោះម្នាក់នេះនិយាយគ្នាចោះណាខ្ញុំដើរមើលជុំវិញវត្តនេះមួយផ្លែតសិនឃើញថាសឿតអើពើជាមួយអញ្ចឹងទូរបស់យើងក៏បានផ្ទាត់ដុំថ្មមួយធ្វើឲ្យទូស្រីរបស់យើងនាងកលាច់ជើងឲ្យផ្ងាក់ក្រោយហើយគាត់ក៏ឆ្លៀតឱកាសមួយនឹងទៅទប់អាសឺពីក្រោយប្រៀបដូចជាវាជារឿងចៃដន្យអញ្ចឹងធ្វើដូចនិស័យមែនតែនអញ្ចឹងខូចហ្មងអត់ដឹងក្នុងវត្តក្នុងអីទេហើយមនុស្សចង្រៃម្នាក់នេះកាលពីជាតិមុនដូចមិនសូវជាលប៉ិលលពតប្រហែលទេណាហេតុអីបានជាមួយរយៈនេះគេកាន់តែប្រហើនទៅយ៉ាងអញ្ចឹងអាសឺអត់និយាយអីច្រើនទេ
ដើរចេញទៅបាត់ទុកឲ្យយូឈីហ្នឹងចូលមើលក្នុងរបស់នាងពីក្រោយឲ្យលោកថាលោកបងជាងជួនខ្ញុំមានអារម្មណ៍ថាខ្ញុំមិនស័ក្តិសមនឹងធ្វើជាមិត្តភក្តិរបស់អ្នកនាងជាងយ៉ាងម៉េចទេហើយនិយាយឲ្យធ្វើទឹកមុខឡើងខ្សែទៀតនិយាយទៅបោកបានតែជាងជន់ទេគាត់ហ្នឹងអូយកុំបារម្ភអីប្អូនស្រីរបស់ខ្ញុំចរិតតែប៉ុណ្្នឹងឯងដល់ទៅលើជាងជន់និយាយចឹងយូឈីឆ្លៀតឱកាសបបួលគេទៅញ៉ាំបាយជុំគ្នាល្ងាចនឹងបដ ாய் និយាយទៅចូលក្លេរបស់យូឈីរហូតជាងជន់យើងនេះបានទុកចិត្តទៅខ្ញុំចោះនិយាយបដាបាក់ញើឲ្យដឹងជោគត្មងព្រោះឲ្យដឹងខ្លួនថាដូចជាចូលអន្ទាក់របស់គេមិនដឹងទេព្រះសង្ឃតូចតើខ្ញុំអាចទៅរកយន់សុំសុកនៅឯណាទៅអ្នកនាងដើរមកតាមខ្ញុំមកគឺទីនេះហើយណាអ្នកនាងសំណាក់ដែលគេមកដើម្បីបួងសួងសុំសេចក្តីសុខនោះឯងនេះគឺជាគំរូអ្នកនាងអាចយកមើលបាននេះហើយនេះគឺជាយន់ដែលសាកសពស្រីម្នាក់នោះបានកាន់ជាប់នៅក្នុងដៃនេះអញ្ចឹងតើមានអ្នកនាងនៅក្នុងគ្រួសារតកូលណាមួយមកសុំយន់នេះទៅដែរទេគឺកូនស្រីរបស់លោកម្ចាស់លីមកពីភូមិដានយ៉ាងបានមកសុំយន់នេះទៅប្រហែលជាមួយខែមុនប៉ុន្តែមិនទាន់បានឃើញគាត់មកលេងម្ដងទៀតនៅឡើយទេឬមួយក៏សាកសពមួយនោះគឺជាសាកសពរបស់អ្នកនាងលីនៅពេលដែលស៊ឺបានតម្រុយមួយនឹងហើយនាងភ្ញាក់ផ្អើលឡើងខ្លាំងសូម្បីតែអាម៉ាន់ណាក៏ចាប់អារម្មណ៍ដឹងដែរម្យ៉ាងវិញទៀតនាងហាក់បីដូចជាមានអារម្មណ៍ថាភើសបល់ដូចជាមានអ្នកណាលួចមើលនាងពីចម្ងាយយ៉ាងចឹងឬមួយក៏វាជាការសម័យរបស់ខ្ញុំទេហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមានមនុស្សលួចមើលខ្ញុំបែបនេះតោះពួកយើងដើរទៅរកបងប្រុសទី2របស់ខ្ញុំវិញនៅវិហារមួយនេះហាក់បីដូចជាមិនសុវត្ថិភាពសោះខ្ញុំត្រូវតែមានការប្រយ័ត្នប្រយែងជាងនេះអាម៉ាន់ចាអ្នកនាងត្រូវការអីគេមែនទេសម្បត្តិនេះអញយកទៅឲ្យលោកជីនហើយនឹងអាហ្វៃប្រាប់អាពួកគេស៊ើបសួររកព័ត៌មានពីភូមិដានយ៉ាងណាខ្ញុំសង្ស័យថាតំបន់នោះមានក្មេងស្រីជាច្រើនអ្នកបានបាត់ខ្លួនប្អូនស្រីទី4អាហារពេលល្ងាចរួចរាល់ហើយណាតោះពួកយើងទៅញ៉ាំជុំគ្នាហេតាមពិតទៅខ្ញុំមិនសូវជារើម្ហូបប្រហែលទេនៅពេលដែលខ្ញុំដើរលេងនោះប៉ុន្តែគឺលោកបងយូឈីទេណាគាត់គឺជាអ្នកកំងម្ហូបណាបងបានលើមកថាម្ហូបបួសនៅវិហារលេងអ៊ូនេះវាឆ្ងាញ់អញ្ចឹងយើងសាក់ញ៉ាំជុំគ្នាទៅអីហើយបំភ្លេចចោលទៅបើតាម IQ របស់បងប្រុសខ្ញុំណាច្បាស់ជាត្រូវយូឈីបោកប្រាជាមិនខាននោះទេនៅពេលដែលស៊ឺលើកស៊ុបមកនឹងញ៉ាំនាងក៏បានចាប់អារម្មណ៍ថានៅក្នុងស៊ុបនឹងហាក់បីជាមានក្លិនអ្វីមួយយ៉ាងប៉ុន្តែជាងជន់ញ៉ាំធូរមិនដឹងបានសរសើរទៀតថាម្ហូបនៅទីនេះពិតជាឆ្ងាញ់ខ្លាំងណាស់គឺថានៅក្នុងចានម្ហូបនេះមានក្លិនចម្លែកតើវាមានរឿងអីចម្លែកទៅអូនមិនទាន់បានញ៉ាំផងនឹងឬមួយក៏មកពីអ្នកធ្វើម្ហូបនឹងមិនសូវល្អឬមួយក៏នៅក្នុងអាហារនេះមានថ្នាំពុលបងប្រុសតើបងគិតអីហ្នឹងមិនអីទេបើវាមិនមែនជាថ្នាំពុលគឺល្អហើយណាប៉ុន្តែអាហារទាំងនេះខ្ញុំដូចជាធុំក្លិនសាកសមណាបងប្រុសគ្រាន់តែលឺអញ្ចឹងជាងជន់ក្អួតមកវក់តែម្ដងបងប្រុសតើបងយ៉ាងម៉េចហើយប្អូនស្រីទី4ណាកុំចូលចិត្តនិយាយលេងសើចបែបនេះបានទេទោះបីជាបងចូលចិត្តលេងសើចមែនប៉ុន្តែបងក៏ចេះខឹងដែរណាតាមពិតនិយាយចឹងចង់ឲ្យអាស៊ឺប្រាប់ថាវាមិនមែនជាការពិតប៉ុន្តែគ្រាន់តែមើលទៅទឹកមុខប្អូនណាដឹងថារឿងហ្នឹងគឺជារឿងពិតហើយអញ្ចឹងហើយចាំការទៀតក្អួតចេញមកអស់តែហ្មងទៅយ៉ាពួកលោកសង្ឃអស់នេះចាំមើលខ្ញុំនឹងទៅចាត់ការពួកគេចោលតែម្ដងលោកបងជាងចិត្តជាណាកុំតន់អត់ខឹងចំពោះរបស់ពួកខ្ញុំគឺមិនល្អដូចអ្នកនាងទេអត់បានធុំក្លិនសាកសពដូចអ្នកនាងនិយាយនោះទេតើអ្នកនាងអាចពិនិត្យមើលបានទេថាទាំងអស់នឹងសុទ្ធតែមានធុំក្លិនសាកសពទាំងអស់មែនទេយូឈីនិយាយហើយអស៊ឺក៏យកម្ហូបមហិតមួយគឺថាម្ហូបទាំងអស់មិនអីទេលើកលែងតែស៊ុបមួយតែប៉ុណ្ណោះណាដែលមានធុំក្លិនសាកសពអញ្ចឹងបងប្រុស
ក្រៅពីស៊ុបបងអាចញ៉ាំបានណាអូយជុំនិយាយទៅបងលេបលែងចូលហើយអ្នកទាំងពីរបន្តញ៉ាំទៅខ្ញុំសុំទៅបន្ធូរអារម្មណ៍នៅខាងក្រៅបន្តិចបន្ទាប់ពីជាងជាន់ដើរចេញទៅអ្នកទាំងពីរក៏បាននិយាយគ្នាប៉ុន្តែអាស៊ឺហាក់បីដូចជាមិនសូវចង់និយាយជាមួយយូឈីប្រហែលទេដោយសារតែនាងខ្លាចលងស្នេហ៍យូឈីប៉ុន្តែដឹងស្រាប់ហើយយូឈីរបស់យើងគឺជា bad boy កាន់តែរក្សាគម្លាតកាន់តែធ្វើឲ្យយូឈីមុខក្រាស់គឺថាកំពុងទៅដល់វគ្គអ្នកទាំងពីរសម្ដែងសម្ដាគ្នាប៊ីចូលទូទៅហើយជាងជាន់ក៏ដើរមកវិញល្មមដាច់ចង្វាក់គេអត់អ្នកទាំងពីរញ៉ាំរួចហើយនៅនឹងជាហេងអ្នកទាំងពីរបានសម្រួលអេរិយាបថតន់ប៉ុន្តែយូឈីនៅធ្វើមុខខះចាប់ដៃកូនកំមុំគេឡើងជាប់លោកបងយូឈីមិនបានជាដៃក្រហមម្លេះនោះគឺមិនអីទេដៃរបស់ខ្ញុំមិញទៅជ្រូតបុកតុកទៅវាក្រហមអញ្ចឹងបន្ទាប់ពីគិតមួយសន្ទុះមិញខ្ញុំបានចាប់អារម្មណ៍ថាទឹកនៅទីនេះប្រហែលជាមានបញ្ហាហើយបងប្រុសទី2និយាយត្រូវខ្ញុំគិតថាពួកយើងទាំងអស់គ្នាគួរតែឆាប់ចាក់ចេញពីទីនេះទៅខ្ញុំគិតថាបើសិនជានៅទីនេះយូរទៀតប្រហែលជាមិនល្អទេព្រោះថាមូទ័រវិហារមួយនេះដូចជាមានគ្រោះថ្នាក់ខ្លាំងណាស់ពិតមែនហើយបងប្រុសពួកយើងគួរតែត្រឡប់ទៅកន្លែងគេវិញទៅបើបងប្រុសរបស់ខ្ញុំពូកែឆ្ងល់បែបនេះខ្ញុំសង្ស័យថាវាអាចនាំគ្រោះថ្នាក់មកដល់គាត់ជាមិនខាននោះទេនេះពួកឯងមិនឆ្ងល់ខ្លះទេអីចុះបើសិនជាមានមនុស្សស្លាប់នៅទីនេះនោះពួកខ្ញុំអត់ឆ្ងល់ទេអ្នកទាំងពីរដល់ពេលត្រូវគ្នាគឺអញ្ចឹងឯងឆ្លើយស្របគ្នាតែម្ដងបានបងអូនទី4ឯងឆាប់ចូលគេងទៅតើឯងគេងលក់អន្បងចេញទៅតាមក្រោយណាចាបងប្រុសបងគួរតែសម្រាកដើរទៅណាទេទឹកមកពីណាអញ្ចឹងនេះមានថាដូចជាលឺសំឡេងដំណក់ទឹកពិតជាថ្លង់មែនកំពុងតែសង្ងំគេហ្នឹងជាងជាន់ក៏បានភ្ញាក់មកបើកភ្នែកម្ដងទីម្ដងតិចតទៅពេលគាត់ក្រោកឡើងក៏ឃើញថាមានមនុស្សស្រីនៅក្នុងបន្ទប់របស់គាត់យីប៉ែនោះមិនបានជាមកនៅក្នុងបន្ទប់របស់ខ្ញុំទៅវិញនិយាយទៅសម័យហ្នឹងគេអត់សូវស្គាល់ខ្មោចអ្នកទាំងអស់គ្នាខ្មោចអត់តន់សម័យអញ្ចឹងទៅបានធ្វើឲ្យជាងជាន់របស់យើងអត់ស្គាល់ថាខ្មោចគឺជាអ្វីអញ្ចឹងរបស់យើងចាប់ដំណឹងសិនជួបគ្នានៅវគ្គក្រោយទៀតបាយបាយតែចង់និយាយថាមួយរយៈហ្នឹងអេដមីនរវល់តិចទិញបានតែម្ដងពីរវិភាគចឹងទេណាចាំរួចដៃចាំផឲ្យច្រើនឲ្យបាយ